Ok,ឥឡូវយើងមកមើលខ្លែងខ្នាតនឹងចាក់ម៉ែត្រផ្ទាល់មកយើងវាស់ពីកន្លែងនេះយើងដាក់ឯកដាក់ដងឯកដល់កូននេះ2 ម៉ែត្រពីទឹក6ហ៊ុនខណៈវា2 ម៉ែត្រពីទឹក6ហ៊ុនហើយខ្លែងនេះជាខ្លែងទី3ខ្លែងទី3ជើងទី1នោះធ្វើអត់ហោះទេជើងទី1ធ្វើហោះជើងទី2យើងធ្វើហោះប៉ុន្តែវាផ្អៀងអញ្ចឹងយើងអបយើងអីចឹងទៅហើយនេះជាខ្លែងទី3ហើយខ្លែងទី3គឺវាធំមែនតើតែមុនតែ1 ម៉ែត្រជាងទេតែនេះយើងធ្វើដល់ຂະຫນາດ2 ម៉ែត្រពីទឹក5ហ៊ុន2 ម៉ែត្រហៅ2 ម៉ែត្រពីទឹក5ហ៊ុននេះយើងដេថងឯងຂະຫນາດធំអញ្ចឹងខ្ញុំមិនដឹងថាម៉េចវាច្រើនគឺគេដាក់កណាត់ហើយនឹងដាក់កដាស់ប៉ុន្តែនេះខ្ញុំដេថងអត់ដឹងថាវាទប់ខ្យល់បានអត់ទេខ្ញុំអត់ដឹងធ្លាប់តែដាក់ថងនោះគេធ្វើខ្លែងតូចហ្នឹងតែនេះយើងដាក់ខ្ញុំគិតថាវាអត់អីទេអានេះណាទៅយ៉ាភាសាវាជាទៀតពេកឃើញទេគូមែនទេហើយដងឯកយើងនឹងគេខ្លែងទី3យើងមានតែប៉ុណ្្នឹងហើយចាំមើលយើងតិចទៀតយើងសាកបោះស្អែកយើងសាកបោះឃើញ2 3 ថ្ងៃនោះវាមានខ្យល់ប៉ុន្តែមិនដឹងថាស្អែកវាមានខ្យល់អត់